ជើងខ្លាំងលើដងផ្លូវពីរនាក់កាងមេកៈជេស្ដីឲ្យអ្នកបើកឡានម្នាក់បានមកបង្ហាញមុខនៅស្នងការហើយក្រុមដាវទួតជាអង្គរៈដែលធ្វើឲ្យមានការភ័យខ្លាចអ្នកធ្វើដំណើរតាមសាធារណៈដែលល្បីក្នុងបណ្ដាញសង្គមបានមកដល់ស្នងការនគរបាលរាជធានីហើយនេះបើតាមផេក Facebook ឯកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី26ខែវិច្ឆិកានេះឯកឧត្តមសេនីយ៍ឯកជួនណារិនបានចាត់វិធានការបានលឿនរហ័សដាក់បញ្ជាឲ្យជំនាញកោះហៅសួរនាំក្រុមអង្គរៈដែលបានបើកម៉ូតូកាក់ជេស្ដីឲ្យអ្នកបើកឡានម្នាក់ដែលបើកនៅពីក្រោយមេរបស់ពួកគេទង្វើតាមដងផ្លូវសាធារណៈនេះបានធ្វើឲ្យសាធារណជនមិនអាចទទួលយកបានឡើយឯកឧត្តមសេនីយ៍ជួនណារិនបានគូសបញ្ជាក់បន្ថែមថាបើនៅមានបែបនេះទៀតសូមបញ្ឈប់ជាបន្ទាន់ខ្ញុំមិនអនុញ្ញាតឲ្យមានបែបនេះក្នុងសង្គមដែលប្រជាជនយើងស្អប់ខ្ពើមនោះទេ